បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយលើកយកមកបង្ហាញពុកម៉ែបងប្អូនពីរបៀបកំណត់ setting កាមេរ៉ានៅលើទូរស័ព្ទ iPhone របស់យើងអ្នកដែលមកថ្មីពេកជួយចុច Subscribe នេះមួយផងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទអញ្ចឹងថ្ងៃនេះដែលខ្ញុំលើកយកមកធ្វើវីដេអូហ្នឹងគឺទូរស័ព្ទ12 Pro Max ហើយខ្ញុំគិតថាទូរស័ព្ទចាប់ពី iPhone X ដល់ iPhone 16 Pro Max គឺវាទូទៅវា setting គឺវាដូចគ្នាទាំងអស់ណាពុកម៉ែបងប្អូនតោះយើងកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅកំណត់ setting នៅលើទូរស័ព្ទ iPhone ទាំងអស់គ្នាអញ្ចឹងជាដំបូងយើងចូលក្នុងពាក្យថា setting ហើយយើងចុចចូលវាមកយើងអូសវាទៅលើហើយយើងទៅរកពាក្យថាពាក្យមួយមានពាក្យថាកាមេរ៉ានៃពុកម៉ែបងប្អូនពាក្យកាមេរ៉ាដែលមានរូបកាមេរ៉ាយើងចុចចូលវាមកហើយមកដល់កន្លែងហ្នឹងចំណុចទាំងអស់ហ្នឹងពុកម៉ែបងប្អូនគួរតែដឹងនៅឆ្នាំ2026ហើយខ្ញុំគិតថា setting នៅក្នុងទូរស័ព្ទហ្នឹងទូទៅវាដូចគ្នាជាមួយនឹងទូរស័ព្ទដទៃទៀតអញ្ចឹងចំណុចទី1ដែលខ្ញុំចង់ប្រាប់ពុកម៉ែបងប្អូនគឺពាក្យមានពាក្យថា format អញ្ចឹងយើងចុចចូលវាមកបាទមកដល់កន្លែងហ្នឹងខ្ញុំចង់ឲ្យពុកម៉ែបងប្អូនជ្រើសរើសយកពាក្យនៅខាងក្រោមយើងចុច tick វាមកហើយពាក្យខាងក្រោមនេះយើងត្រូវបើកដែរបងប្អូនតើយើងបើកហើយហ្នឹងឯងយើងចុចចេញវាសិនមកហើយយើងត្រូវពាក្យ record video យើងចុចចូលវាមកហើយមកដល់កន្លែងហ្នឹងអ្នកដែលទិញទូរស័ព្ទថ្មីគឺវាលោតនៅដូចខ្ញុំអញ្ចឹងហ៎ហើយខ្ញុំបើយើងចង់ record វីដេអូឬមួយថតវីដេអូច្បាស់យើងយក 4K 30 frame ឬមួយក៏24 frame ក៏បានហើយយើងចង់ច្បាស់ខ្លាំងយើងយក 4K 60 frame ក៏បានតែសម្រាប់ខ្ញុំយក 4K 30 frame បាទតែពេលយើងកំណត់យក 4K 30 frame ហើយយើងធ្វើការអូសវាទៅលើហើយមកដល់កន្លែងពាក្យ HD video ហ្នឹងយើងបានបើកវាទេយើងបិទវាអញ្ចឹងហើយយើងមកកំណត់នៅកន្លែងហ្នឹងមួយទៀតយើងចុចវានៅលើវាមកហើយមកដល់កន្លែងហ្នឹងខ្ញុំសូមឲ្យពុកម៉ែបងប្អូនយើងចុចពាក្យថាអោបាទតែយើងចុចហើយយើងធ្វើការយើងចេញមកក្រៅហើយយើងទៅបើកកន្លែងពាក្យថា lock camera កន្លែងហ្នឹងយើងត្រូវបើកយើងចុចបើកវាមកហើយតែពេលយើងបើកកន្លែងហ្នឹងហើយយើងមកចុចបើកកន្លែងខាងក្រោមហ្នឹងមួយទៀតយើងចុចបើកវាមកតែពេលយើងបើករួចហើយយើងធ្វើការយើងចេញមកក្រៅហើយយើងត្រូវពាក្យថា record sound អញ្ចឹងម្ដងកន្លែងហ្នឹងខ្ញុំសូមឲ្យបងប្អូនយើងជ្រើសរើសយកពាក្យខាងលើហ្នឹងហើយនៅពាក្យខាងលើហ្នឹងហើយខាងក្រោម2ហ្នឹងយើងត្រូវបើកអញ្ចឹងហើយយើងកុំបិទវាអីយើងត្រូវបើកវាចុចបើកវាមកហើយយើងបើករួចហើយយើងធ្វើការចេញមកក្រៅហើយយើងត្រូវពាក្យថាពាក្យហ្នឹងមកយើងចុចចូលមកហើយម្ដងកន្លែងហ្នឹងគឺខ្ញុំចង់ recommend ឲ្យពុកម៉ែបងប្អូនយើងចុចបើកទាំងអស់យើងចុចបើកវាមកហើយយើងចុចបើកមួយទៀតតែពេលយើងបើកហើយយើងចុចបើកខាងក្រោមមួយទៀតហើយម្ដងកន្លែងហ្នឹងមកដល់កន្លែង night mode ហ្នឹងបាទមកដល់កន្លែងហ្នឹងខ្ញុំចង់ឲ្យបងប្អូនបើកកន្លែងហ្នឹងមួយទៀតយើងចុចបើកវាមកហើយមកដល់ខាងក្រោមហ្នឹងយើងចុចបើកដែល
ហើយកន្លែង live photo ហ្នឹងខ្ញុំអត់ចង់ឲ្យពុកម៉ែបងប្អូនបើកទេយើងធ្វើការបិទវាមួយមកហើយយើងចេញក្រៅមកទៀតយើងមកមើលត្រង់ចំណុចហ្នឹងចំណុច4ចំណុចហ្នឹងហើយយើងចំណុចទី1គឺខ្ញុំចង់ឲ្យពុកម៉ែបងប្អូនយើងចុចបើអាកន្លែងហ្នឹងមួយជាមួយខ្ញុំឧទាហរណ៍ឲ្យមើលដល់ពេលយើងថតកាមេរ៉ាគឺវាអត់មានបន្តិត4ជ្រុងទេអញ្ចឹងយើងត្រូវធ្វើការបើកវាហើយយើងចុចចូលមកយើងធ្វើការបើកវាមួយមកចុចបើកមកហើយយើងឧទាហរណ៍ឲ្យមើលទៀតយើងចូលកាមេរ៉ាមកអញ្ចឹងវាមានបន្តិតនៅក្នុងកាមេរ៉ាគឺវាជួយឲ្យពេលយើងថតរូបថតទៅវាមានផ្ទៃរាបស្មើមកដល់កន្លែងចំណុចទី2យើងត្រូវធ្វើការបើកយើងចុចបើកវាមកហើយមកដល់កន្លែងទី3ហ្នឹងគឺជាកន្លែងដែលសំខាន់មែនទែនពុកម៉ែបងប្អូនគួរដឹងទាក់ទងទៅនឹងយើងថតកាមេរ៉ាមកពេលយើងថតពីឆ្វេងវាប្រកាប់ទៅខាងស្ដាំហើយពេលយើងថតមកស្ដាំវាបែរទៅឆ្វេងអញ្ចឹងគឺជាកន្លែងហ្នឹងឯងពុកម៉ែបងប្អូនយើងធ្វើការបើកវាមកដើម្បីពេលយើងថតទៅវាអត់ក្លាប់ពីឆ្វេងទៅស្ដាំពីស្ដាំទៅឆ្វេងពុកម៉ែបងប្អូនអញ្ចឹងយើងមកបើកមកកន្លែងហ្នឹងមកទៀតកន្លែងហ្នឹងយើងត្រូវចុចបើកដែរពុកម៉ែបងប្អូនចុចបើកវាមកហើយត្រង់ចំណុចខាងក្រោមហ្នឹងយើងត្រូវចុចបើកដែរពុកម៉ែបងប្អូនបាទយើងបើកវាហើយវីដេអូនៃការកំណត់ setting នៅលើទូរស័ព្ទ iPhone គឺមានតែប៉ុណ្្នឹងឯងចឹងសូមអភ័យទោសដល់ពុកម៉ែបងប្អូនផងសម្រាប់ការធ្វើវីដេអូរបស់ខ្ញុំមានការនិយាយស្ដីតអត់ប្រោះឬមួយក៏ខ្វះខាតនៅកន្លែងណាសូមខន្តីនិងអភ័យទោសដល់ពុកម៉ែបងប្អូនផងចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើពុកម៉ែបងប្អូនគិតថាវីដេអូខ្ញុំមានប្រយោជន៍សូមកុំភ្លេចជួយចុច Subscribe នៅមើលផងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទសូមអរគុណទុកជាមុន